ជំរាបសួរថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតមកចែករំលែកដែលនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៅក្នុងការបញ្ចូលរូបភាព sticker ស្អាតៗក្នុងទម្រង់ជាបែបបទខ្មែររបស់យើងបាទអញ្ចឹងដើម្បីទទួលបាន sticker នេះគឺអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុង theme បច្ចេកវិទ្យានិងគីមីវិទ្យាខ្ញុំបាន upload រួចរាល់អស់ហើយបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់កម្មវិធី Canva ទាំងអស់គ្នាបាទអញ្ចឹងយើងបើក Canva របស់យើងអញ្ចឹងនៅក្នុងការបញ្ចូលរូបភាពនេះអ្នកទាំងអស់គ្នាអាចធ្វើឯកសារអីក៏បានដែរនៅក្នុង Canva ហ្នឹងក្នុងទម្រង់ជា doc presentation edit photo ឬវីដេអូអីផ្សេងៗហ្នឹងគឺអាចបញ្ចូលរូបភាពនឹងបានទាំងអស់អញ្ចឹងខ្ញុំសូមឧទាហរណ៍នៅក្នុងការប្រើប្រាស់ slide PowerPoint ចុះបាទអញ្ចឹងខ្ញុំចូលទៅកាន់ presentation បាទអញ្ចឹងនៅពេលដែលយើងចូលទៅគឺយើងអាច add រូបនឹងបានហើយនៅក្នុងទម្រង់ទាំងអស់នៅក្នុង Canva ហ្នឹងគឺយើងអាចប្រើប្រាស់បានទាំងអស់ទេបាទអញ្ចឹងយើងមើលមកផ្នែកខាងឆ្វេងហើយយើងមើលពាក្យថា brand បាទអញ្ចឹងចុចកន្លែង brand នេះមកអ្នកទាំងអស់គ្នានឹងឃើញមាន logo មាន font ហើយនៅក្នុងនោះលើគេនេះគឺ photo អញ្ចឹងយើងអាចចុចលើ photo នេះមកបាទ see all ដើម្បីមើលរូបភាពទាំងអស់ហើយរូបភាពដែលយើងស្រឡាញ់ពេញចិត្តរូបភាពណាដែលគិតថាស្អាតយើងអាច add ចូលបានឧទាហរណ៍ដូចជាសួស្តីឆ្នាំថ្មីបាទអញ្ចឹងរូបភាពនេះគឺជារូបភាព PNG រួចជាស្រេចដែលមិនមាន background ទេបាទអញ្ចឹងយើងអាចចាប់ទាញបរិចបរួមវាអីបានតាមចិត្តតាមចំណង់ចំណូលចិត្តដែលយើងត្រូវការហើយនៅក្នុងនេះខ្ញុំបាន add រូបជាច្រើនបាទពាក់ព័ន្ធជាមួយនឹងពុទ្ធសាសនាបុណ្យប្រពៃណីជាតិឬក៏មានជារូបភាពស្អាតផ្សេងនៅក្នុងហ្នឹងបាទអ្នកទាំងអស់គ្នាអាចមើលតាមនឹងបានបើសិនបើយើងស្រឡាញ់រូបណាឬក៏ style ណាយើងអាចយកទៅប្រើប្រាស់បានហើយបើសិនជាយើងចង់មើលបន្ថែមទៀតយើងអុសចុះក្រោមឬក៏ថយមកហើយនៅក្នុងនេះខ្ញុំមានបានបែងចែកជាប្រភេទ photo ហើយ graphic ហើយនិង icon បាទអញ្ចឹងកន្លែង graphic នេះគឺយើងនឹងឃើញមានរូបភាពស្អាតនៅក្នុងហ្នឹងបាទយើងអាចពិនិត្យមើលបានបាទដូចជារូបភាពអាពាហ៍ពិពាហ៍បាទយើងអាច add រូបបាទអាពាហ៍ពិពាហ៍ចូលបានដែលមានកូនកំលោះកូនក្រមុំហ្នឹងបាទអញ្ចឹងយើងហើយនៅក្នុងនេះក៏មានជាប្រភេទបាទប្រភេទ drink បាទដូចជាតែបៃតងកាហ្វេអីជាដើមដែលយើងសម្រាប់អ្នកដែលធ្វើអាជីវកម្មចង់ធ្វើ poster ផុសនៅក្នុងបណ្ដាញសង្គមអីហ្នឹងគឺយើងអាចយកអាហ្នឹងទៅធ្វើការ design បានបាទដាក់តែមេអំបៅអញ្ចឹងមកបាទមេអំបៅធំបាទមានរូបភាពអីផ្សេងជាច្រើនទៀតហើយខ្ញុំនឹង add ជារៀងរាល់ថ្ងៃនៅពេលដែលខ្ញុំមានរូបភាពថ្មីហើយនៅក្នុងនោះយើងក៏អាចដាក់ជា border បាទ border ហ្នឹងមានថាក្បាច់ខ្មែរហ្នឹងគឺខ្ញុំដាក់ច្រើនមែនទែននៅក្នុងហ្នឹងនេះយើងអាចធ្វើជា cover រូបថតឬក៏ cover សភៅអីហ្នឹងគឺស្អាតមែនទែនបាទដែលយើងមានក្បាច់ច្រើននៅក្នុងហ្នឹងដែលខ្ញុំដាក់ចូលមានក្បាច់ផ្កាភ្ញីក្បាច់បុរាណអីផ្សេងហ្នឹងគឺយើងអាចទាញយកវាមកប្រើប្រាស់បានដោយសេរីបាទហើយនៅក្នុងនេះគឺភាគច្រើនរូបភាពហ្នឹងដែលដាក់ចូលគឺអត់មាន background ទេអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺដាក់ទៅគឺស្អាតភ្លឹងតែម្ដងបាទដែលយើងមិនចាំបាច់ត្រូវការ remove background អីផ្សេងនោះទេបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនជម្រាបលា